人飲み比べ玉すべて作ってきたក្បាលវីដេអូចេញមករៀងគួរឲ្យខ្ពើមតិចណាបងប្អូនទាំងអស់គ្នាប៉ុន្តែនៅក្នុងវីដេអូមួយនេះបងប្អូនប្រកាសជាឆ្ងល់លេខថាហេតុអីស្រីស្អាតម្នាក់ហ្នឹងគាត់រស់នៅក្នុងបន្ទប់ដែលសម្បូរទៅដោយសម្រាមបែបនេះទាំងដែលបន្ទប់របស់គាត់មួយហ្នឹងសុទ្ធតែថង់សម្រាមតែម្ដងថែមទាំងមានសត្វល្អិតតូចៗវាពេញហ្នឹងទៀតជាពិសេសសត្វកន្លាតហ្មងពួកអីកន្លែងគាត់រៀងកខិចសិតតែសម្រាមភាគច្រើនកន្លាតវាចូលចិត្តកន្លែងកខិចខ្លាំងណាស់មិនធម្មតាប៉ុណ្្នឹងទេគាត់ញ៉ាំតែអាហារដែលហួសដលេហើយចំអិនម្ហូបនៅក្នុងឆ្នាំងដែលពោពេញទៅដោយសត្វកន្លាតតូចៗលក្ខណៈថាម្ហូបដែលគាត់ចំអិននៅក្នុងឆ្នាំងហ្នឹងហើយគឺគាត់អត់ដែរលាងទេគាត់ទុកចោលហើយមានកូនកន្លាតតូចៗវាលចូលទៅក្នុងនឹងអីអញ្ចឹងណាហើយគាត់គ្រាន់តែចាក់អាកន្លាតនឹងចេញហើយគាត់ចំអិនម្ហូបថ្មីគាត់បន្តទៀតហើយដូចក្នុងវីដេអូខាងលើដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងណាវារៀងកខិញតិចហើយប៉ុន្តែនៅពេលដែលគាត់ធ្វើបែបហ្នឹងហើយគាត់ផុសចូលទៅក្នុង social media គាត់ទទួលបានរហូតដល់300 លាន view អ្នកទាំងអស់គ្នាហើយគាត់ត្រូវបានគេស្គាល់ជាច្រើនហើយបានដាក់ nickname ឲ្យគាត់ថាជាស្រីកន្លាតជប៉ុនរីខាងលើនេះមានឈ្មោះថា Saikyo Chan ហើយនេះគឺជា account TikTok របស់គាត់ហើយគាត់គឺជាជនជាតិជប៉ុនហើយកាលពីគាត់នៅតូចគាត់ត្រូវបានគេរំលោភបំពានទៅលើរូបរាងកាយរបស់គាត់មិនធម្មតាប៉ុណ្្នឹងទេនៅពេលដែលគាត់មានអាយុ16ឆ្នាំគាត់ត្រូវបានគេបញ្ជូនគាត់ចូលមន្ទីរពេទ្យវិកលចរិតទៀតហើយរួមទៅអាណិតគាត់ខ្លាំងមែនទែនហ្មងគាត់រស់នៅអត់មានទីពឹងពាក់ទេហើយពេលដែលគាត់ចេញមកវិញណាព្រោះតែជីវភាពគាត់បានបង្កើតរឿងមួយដើម្បីធ្វើឲ្យខ្លួនឯងមានគេស្គាល់ច្រើនក៏ជំនួសឲ្យការរត់គេចពីស្ថានភាពដ៏ខ្មៅងងឹតដែលគាត់ធ្លាប់ជួបផងដែរទាំងអស់គ្នាយល់អត់គាត់នៅពីក្មេងត្រូវបានគេរំលោភហើយដល់ពេលគាត់រៀងធំឡើងគាត់ត្រូវបានគេបញ្ជូនគាត់ចូលមន្ទីរពេទ្យវិកលចរិតអញ្ចឹងគាត់រស់នៅក្នុងស្ថានភាពមួយដែលវាថាវាងងឹតខ្លាំងបំផុតហ្មងអញ្ចឹងមានតែគាត់បង្កើតសាច់រឿងមួយដើម្បីបំភ្លេចអារឿងដែលខ្មៅងឹតរបស់គាត់ដែលនៅពីក្រោយខ្នងរបស់គាត់ហ្នឹងណាហើយសាច់រឿងមួយហ្នឹងគាត់បានយកមកធ្វើជា content ដែលលក្ខណៈថាចំអិនម្ហូបអាហារដែលមានសត្វល្អិតឬក៏សត្វកន្លាតរត់ទៅរត់មកនៅជុំវិញហ្នឹងអញ្ចឹងណាហើយគាត់បានថតវីដេអូដែលរួមបិទกระดาษខិតតបាននៅលើខ្លួនដូចវីដេអូខាងលើដែលអ្នកនរគ្នាបានឃើញអញ្ចឹងខិតតបានដូចបើសិននៅខ្មែរយើងមានខិតតបានបំលូឬក៏គ្រូបរិញ្ញាមានអីមានផ្ទះជួលមានឡានជួលអីអញ្ចឹងណាហើយជាពិសេសគាត់ថែមទាំងរស់នៅក្នុងស្ថានភាពដែលកខិចងាយនឹងធ្វើឲ្យមនុស្សឈឺទៀតហ៎និយាយទៅ content ដែលគាត់ធ្វើចេញមកលក្ខណៈថាវារៀងកខិចហើយមួយវិញទៀតវារៀងប្លែកចម្លែកឲ្យគេគ្រប់គ្នាមើលមកវាដូចមិនសូវអញ្ចឹងណាអ្នកនរគ្នាហើយនៅពេលដែលបងប្អូនអ្នកគ្នាលឺខ្ញុំនិយាយរឿងហ្នឹងហើយអ្នកនរគ្នាប្រហែលជាគិតថាគាត់នឹងឈួតអីមែនអត់ប៉ុន្តែនៅប្រទេសជប៉ុនណាវាគឺជារឿងធម្មតាតែប៉ុណ្ណោះព្រោះនៅប្រទេសជប៉ុនណាសម្រាប់មនុស្សដែលមានអាការៈដូចសៃខ្យុនហ្នឹងត្រូវបានគេហៅថា hikikomori ដែល hikikomori ហ្នឹងលក្ខណៈថាវាគឺជាជំងឺមួយយ៉ាងដែលខ្លាចមនុស្សនៅជុំវិញខ្លួនខ្លាចភាពអ៊ូអរខ្លាចមនុស្សច្រើនហើយអ្នកដែលគាត់មានអាការៈមួយហ្នឹងគឺគាត់បានផ្ដាច់ខ្លួនឯងចេញពីសង្គមហ្មងគឺគាត់អត់ជួបមនុស្សហ្មងគាត់រស់នៅតែម្នាក់ឯងឯកោតែម្ដងហើយអាការៈមួយនេះវាច្រើនកើតទៅលើក្មេងដែលមានវ័យជំទង់ណាហើយពួកគាត់អាចនាំគ្នាទៅសាលារៀនឬក៏ទៅធ្វើការបានទេហើយភាគច្រើនអ្នកដែលកើតមានអាការៈមួយនេះបានលាក់អារម្មណ៍ខ្លួនឯងនឹងការឈឺចាប់គ្រប់បែបយ៉ាងហើយអត់អាចបង្ហាញឲ្យនរណាម្នាក់បានឃើញនោះទេប៉ុន្តែសម្រាប់ section វិញគឺខុសគេគាត់បានបើកបង្ហាញឲ្យមនុស្សក្នុងពិភពលោកបានឃើញពីស្ថានភាពរស់នៅរបស់គាត់ទាំងស្រុងតែម្ដងហើយគ្រប់វីដេអូដែល section បានបង្ហោះនីមួយៗ view មិនក្រោមរាប់រយលាននោះទេហើយវាក៏ជាវិធីមួយដែលអាចឲ្យ section រកប្រាក់ចិញ្ចឹមជីវិតនាងបានដូចគ្នាតែ section នាងពិតជាពិថយជីវិតខ្លាំងមែនតែនហ្មងព្រោះតែនាងចង់ឲ្យមនុស្សគ្រប់គ្នាបន្តមើលវីដេអូរបស់នាងរស់នៅកន្លែងកខ្វក់ញ៉ាំអាហារដែលហួសដលេចុះបើសិនជាគាត់មានសុខភាពខ្សោយទៅញ៉ាំអាហារដែលហួសដលេអញ្ចឹងរាល់ថ្ងៃរស់នៅកន្លែងកខ្វក់អញ្ចឹងរាល់ថ្ងៃគាត់មិនប៉ះពាល់ដល់អាយុជីវិតទេជាការប៉ះទៅនៅប្រទេសជប៉ុនអ្នកដែលមានជំងឺ hikikomori មានប្រមាណជាង1 លានអ្នកឯណោះដែលពួកគាត់រស់នៅតែឯងរស់នៅដោយភាពអស់សង្ឃឹមឬរស់នៅដោយឯកានិងមួយទៀតរស់នៅដូចជាសៃខ្យោក៏មានដែរនិយាយទៅពួកគាត់រស់នៅទាំងបង្ខាំងខ្លួនឯងទុកហើយអាការៈមួយនេះបើសិនជាធ្ងន់វាអាចឈានចូលដល់2 ឆ្នាំអីឬក៏ជារៀងរហូតក៏អាចថាបានដែរអញ្ចឹងហើយបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែជួបបញ្ហាអ្វីមួយឬបរាជ័យក្នុងរឿងអ្វីមួយហើយមានអារម្មណ៍មិនល្អចំពោះខ្លួនឯងកុំតូចចិត្តឬបាក់ទឹកចិត្តព្រោះយើងនៅមានបងប្អូនមានម៉ាក់ប៉ានិងមិត្តភ័ក្តិចាំលើកទឹកចិត្តយើងហើយយើងអាចបន្តដំណើរទៅមុខបានទៀតហើយយើងងាកមកមើលសៃខ្ញូវិញគាត់នៅតែម្នាក់ឯងទេហើយគាត់ជួបវិបត្តិផ្លូវចិត្តជាច្រើនខ្លាំងមែនតើគាត់នៅតែបន្តរស់នៅបានហើយថែមទាំងធ្វើឲ្យខ្លួនឯងល្បីល្បាញហើយរកលុយបានទៀតអញ្ចឹងបើជួបបញ្ហាអីតិចតួចកុំឆាប់បាក់ទឹកចិត្តណាអ្នកទាំងអស់គ្នា